ម្សិលមិញថ្ងៃច័ន្ទអ្នកទាំងអស់គ្នាខ្ញុំបានជូនកូនគោនឹងទៅលេងនៅសួនរុក្ខជាតិអង្គរហើយកន្លែងសួនរុក្ខជាតិអង្គរនេះគឺនៅផ្លូវទៅអង្គរហើយនៅជិតកន្លែងគេឆែកសមុទ្រចាស់ណាមុននឹងយើងដើរមកដល់គឺយើងត្រូវ scan មួយសិនអ្នកទាំងអស់គ្នាគឺ scan Facebook មួយដើម្បី share ចែកចាយបងប្អូនទាំងអស់គ្នាដើម្បីបានស្គាល់កន្លែងហ្នឹងណាកន្លែងសួនរុក្ខជាតិអង្គរនេះគឺយើងអាចចូលលេងបានតាមចិត្តគឺគេអត់គិតលុយទេនៅក្នុងហ្នឹងគឺធំណាអ្នកទាំងអស់គ្នាយើងអាចដើរសឹងវែងដែរហ្នឹងព្រោះអីវាមានកន្លែងបត់ឆ្វេងបត់ស្ដាំហើយច្រើនកន្លែងពេលដែលដើរចូលមកហ្នឹងគឺថាកន្លែងបត់ស្ដាំហ្នឹងគឺយើងអាចទិញមួកឬមួយក៏ទិញអីវ៉ាន់នៅកន្លែងគៀនហ្នឹងឬក៏អាចទិញចំណីត្រីអញ្ចឹងណានេះអ្នកទាំងអស់គ្នាកន្លែងនៅខាងនេះខ្ញុំថតបង្ហាញហ្នឹងគេមានលក់ចំណីត្រីព្រោះឲ្យចូលទៅក្នុងហ្នឹងគឺមានត្រីច្រើនណាស់យើងអាចទិញចំណីត្រីបោះឲ្យត្រីអញ្ចឹងណាឥឡូវនេះខ្ញុំកំពុងតែដើរសំដៅទៅរកកន្លែងត្រីហើយព្រោះឲ្យក្មេងៗហ្នឹងគឺឃើញត្រីមិនបានទេចូលចិត្តណាស់មើលត្រីហើយកំពុងតែទិញចំណីត្រីយកទៅបោះឲ្យត្រីអញ្ចឹងណានេះក្នុងទឹកហ្នឹងគឺសត្វតត្រីហើយយើងអាចទិញចំណីត្រីមកកញ្ចប់មកដើម្បីបោះឲ្យត្រីវាស៊ីហើយយើងអាចមើលលេងសប្បាយឲ្យក្មេងៗមើលលេងអញ្ចឹងណាហើយនេះគឺជាសញ្ញាព្រួយដែលគេដាក់អក្សរពេលយើងចង់ទៅណាយើងមើលតាមព្រួយហ្នឹងណាអេមីក៏ឃើញត្រីស្រែកជេរចាយអ្នកទាំងអស់គ្នាហើយឈរមើលហើយបន្ទាប់មកនេះដាក់ចំណីត្រីឲ្យបោះឲ្យត្រីបន្តិចបន្ទាប់មកត្រីមកគេស្រែកជេរចាយឲ្យព្រោះអីគេឃើញត្រីច្រើនណោះបើនិយាយទៅកូនអ្នកស្រុកក្រៅប្លែកអ្នកទាំងអស់គ្នាព្រោះអីមិនដែលឃើញទេសូម្បីតែឃើញសัตว์ឃើញមុខឃើញអីឃើញស្រមោចអីហ្នឹងគឺថាស្រែកជេរចាយផ្អើលពេញផ្ទះអស់ហើយហើយនេះដាក់ចំណីឲ្យត្រីឲ្យឃើញត្រីលោតមកអីចឹងគឺសប្បាយណាស់ព្រោះអីដូចថាប្លែកភ្នែកចឹងណានៅកន្លែងសួនរុក្ខជាតិអង្គរនេះរៀងក្តៅបន្តិចអ្នកទាំងអស់គ្នាបើសិនជាយើងយកកូនតូចមកកុំភ្លេចពាក់មួកឲ្យឬមួយក៏មានឆ័ត្រទទួលអីចឹងណាព្រោះអីគឺថារៀងក្តៅខ្លាំងហើយនៅក្នុងហ្នឹងគឺយើងត្រូវដើរឆ្ងាយរហូតគឺដើរពីមួយទៅកន្លែងមួយអត់មានម្លប់ទេហើយដើមឈើអីចឹងជួនកាលរៀងថ្ងៃចឹងវាអត់ទាន់ត្រជាក់ស្រួលចឹងណាបន្ទាប់ពីដាក់ចំណីត្រីហើយគឺត្រូវដើរបន្តទៅខាងមុខទៀតហើយនៅខាងមុខគេធ្វើស្ពានឡើងវែងដើម្បីឆ្លងទៅខាងមុខហើយមានសัตว์មានអីច្រើននៅខាងមុខទៀតចឹងណាស្រាប់បងប្អូនដែលមកស្រុកក្រៅហើយមានកូនតូចរៀងបាក់ដើរបន្តិចដោយសារតែយើងត្រូវការរុញអាទេសរុញណាហើយផ្លូវរៀងកលិកលាក់ពេលចឹងពិបាករុញអាទេសរុញបន្តិចខ្ញុំបានយកអាទេសកូនមកឲ្យព្រោះអីពិបាករៀងដើរចឹងទៅហើយផ្លាស់គ្នាពោលហើយអេមីគាត់អត់សូវចង់ដើរទេគាត់ឃើញផ្លូវអាលាក់ចឹងណាមកដល់កន្លែងហ្នឹងគឺធំណាស់អ្នកទាំងអស់គ្នាមានតាំងពីសត្វក្ងោកសត្វទន្សាយអណ្ដើកហើយនិយាយទៅមានមាន់មានទាមានសត្វអូទ្រីសទៀតហ៎ហើយនៅកន្លែងនេះសុទ្ធតែដើមស្លឹកតើយទាំងអស់អ្នកទាំងអស់គ្នាគ្រាន់តែយើងដើរកាត់ភ្លាមមកក្លិនឈ្ងុយស្លឹកតើយមែនទែនហើយបើសិនជានៅស្រុកគេបានដើមស្លឹកតើយតែប៉ុណ្្នឹងប្រអែមអីគឺថាធ្វើមកគឺចំណេញលុយខ្លាំងណាស់ព្រោះស្លឹកតើយនៅស្រុកគេមួយដុំទៅតូចមួយ$3 $5បន្ទាប់ពីដើរចូលបានមកសន្ទុះមកកន្លែងនេះគេមានបាញ់ទឹកបាញ់ផ្សែងអញ្ចឹងណាហើយដើរទៅមុខទៀតហ្នឹងគឺមានបន្ទប់ទឹកហើយនៅជិតបន្ទប់ទឹកហ្នឹងគឺយើងដើរទៅត្រង់គឺមានកន្លែងត្រីទៀតខ្ញុំមកលេងថ្ងៃហ្នឹងគឺរៀងថ្ងៃហើយប្រហែលជាខ្ទង់ម៉ោង1ជាងដល់ពេលចឹងទៅក្តៅមែនទេអ្នកទាំងអស់គ្នាហើយដើរមកគឺថាបែកញើសសើមខោសើមអាវអស់ហើយទាំងកូនក្មេងទាំងមនុស្សធំព្រោះអីឥឡូវនៅសៀមរាបគាត់ថាល្ងាចឡើងគឺភ្លៀងហើយអញ្ចឹងបើមិនស្រូតមកទេគឺអត់បានដើរចូលនឹងទេហើយបើក្រោកមកព្រលឹមពេកគឺមកកើតទេអាសាយើងកូនតូចនៅបញ្ចុកបាយបញ្ចុកទឹកហើយងូតទឹកឲ្យស្អាតហើយឲ្យគាត់សម្រាប់ឲ្យស្រួលបួសិនអញ្ចឹងបានយកគាត់ចេញដើរបានអញ្ចឹងណាហើយមកដល់កន្លែងនេះគឺកន្លែងទន្សាយហើយយើងអាចទិញតកួនគេលក់នៅខាងមុខហ្នឹងគឺម្ដុំ1000លុយខ្មែរហើយយើងអាចយកមកឲ្យទន្សាយនឹងស៊ីបានមកដល់កន្លែងហ្នឹងគឺក្តៅពេកដល់ពេលអញ្ចឹងទៅគឺអត់អាចឈរយូរបានទេហើយក៏នាំកូនដើរទៅខាងមុខតិចទៀតដើម្បីដាក់ចំណីឲ្យត្រីវិញកន្លែងចំណីត្រីនេះរៀងតិចហើយមកដល់កន្លែងនេះគឺត្រីច្រើនខ្លាំងមែនទេអ្នកទាំងអស់គ្នាគ្រាន់តែថាចាប់ស្បាសចំណីត្រីព្រាមគឺលោតមកជ្រងច្រាងគឺលោតមកច្រាំងកន្លែងគៀននឹងហ្មងហើយខ្ចាយទឹកពេញមុនដំបូងអត់ដឹងទេព្រោះអីអេមីគាត់នៅតូចឲ្យដៃខ្លីដល់ពេលបោះទៅគឺអត់ដល់កន្លែងនៅខាងក្នុងបាត់ទឹកទេហើយអ្នកដែលគេទៅជាមួយគេថាចេះបោះទៅឲ្យឆ្ងាយតិចទៅព្រោះអីបើបោះមកចិត្តអញ្ចឹងត្រីលោតមកយកចំណីអញ្ចឹងគឺវាខ្ចាយប្រឡាក់ទឹកអស់អញ្ចឹងណាបន្ទាប់ពីដាក់ចំណីត្រីរួចហើយអញ្ចឹងដើរហួសបន្តិចមកគឺមានកន្លែងសត្វអូទ្រីសហើយសត្វអូទ្រីសហ្នឹងគេចិញ្ចឹមនៅខាងមុខហ្នឹងហើយយើងអាចដាក់តកួនឲ្យសត្វហ្នឹងបានកន្លែងលក់តកួនហ្នឹងគឺកន្លែងគេលក់ចំណីត្រីយើងអាចទិញតកួនបាច់ហ្នឹង1000លុយខ្មែរហ្នឹងមកគឺដាក់ឲ្យសត្វអូទ្រីសហ្នឹងបានហើយក្មេងៗចូលចិត្តណាស់ដល់ពេលអញ្ចឹងអេណាគាត់ទិញមួយបាច់មកហើយគាត់យកមកដាក់ឲ្យសត្វអូទ្រីសហ្នឹងបន្ទាប់ពីអស់មួយបាច់ហើយរត់ទៅទិញមួយបាច់ទៀតកន្លែងនេះយើងមើលសត្វអូទ្រីសគឺស្រួលមែនទែនដោយសារតែគេធ្វើប្រកាន់ដៃអញ្ចឹងទៅគឺមើលចិត្តមើលបានចិត្តហើយក្មេងៗចូលចិត្ត
ហើយនៅចាប់សัตว์អូទ្រីសហ្នឹងគឺមានគេចិញ្ចឹមទាបើនិយាយទៅអេណាអេមីហ្នឹងគឺថាអត់ដែលសូវឃើញមន់ឃើញទាទេឃើញតែគេលក់នៅក្នុងផ្សារដែលគេធ្វើឲ្យស្រាប់ៗចឹងដល់ពេលមន់រស់ទារស់អីចឹងមិនងាយឃើញទេដល់ពេលមកដល់គឺឆ្លេឆ្លាឃើញដូចផ្លែចឹងណាហើយកំពុងតែមើលសัตว์អូទ្រីសហ្នឹងគឺដើរមកស៊ីចំណីហើយដោយសារតែយើងទិញតកួនដាក់ឲ្យឈោមើលកន្លែងហ្នឹងមកសន្ទុះធំដែរអេណាអេមីអីក៏ឈោមើលនៅនឹងឯងបន្ទាប់ពីអស់តកួនអំបាច់ហើយគឺរត់ទៅទិញតកួនអំបាច់ទៀតហើយអេមីនេះទាដាក់ដែរហើយដៃខ្លីខ្លួនតូចឯងប៉ុន្តែបោះពីចម្ងាយទៅចឹងណាតែសត្វអូទ្រីសហ្នឹងក៏វែងដល់ពេលតែសត្វហ្នឹងគឺអត់កមកគឺថារត់បះដៃបះជើងហ្មងអេមីក្តៅខ្លាំងមែនទែនហើយបែកញើសសើមខោសើមអាវឲ្យកន្លែងហ្នឹងព្រោះឯអាសាខ្ញុំមករៀងថ្ងៃដល់ពេលចឹងវាក្តៅហើយវាហប់សូវមានខ្យល់ពេលចឹងបែកញើសហ្មងហើយណាមួយធ្លាប់នៅប្រទេសជាដល់ពេលម្ដងថ្ងៃអញ្ចឹងគឺថាក្តៅខុសធម្មតាហើយមើលមុខខ្ញុំអ្នកទាំងអស់គ្នាឡើងក្រហមប៉ាំងហ្មងកុំថាមុខអេមីស្បែកមុខខ្ញុំនៅធំក៏ខំដែរបន្ទាប់ពីមើលសัตว์អូទ្រីសហើយគឺដើរបន្តទៅទៀតដើម្បីទៅមើលសัตว์ក្ងោកម្ដងហើយនៅកន្លែងនេះគេពយួរមួកច្រើនមែនទែននិយាយទៅដាក់មួយភ្នែកទៅស្មានតែគេពយួរជួងកាប់ប៉ុន្តែសុទ្ធតែមួកថ្នោតហើយបានតែដើរមើលបាល់ថតទេអ្នកទាំងអស់គ្នាសារឈោយួរបានវារៀងក្តៅហើយនេះមកដល់កន្លែងក្ងោកហើយកន្លែងក្ងោកហ្នឹងគឺមានកង្កោករៀងច្រើនដែរហើយឈោទុំនៅលើហ្នឹងណាមានកន្លែងច្រើនទៀតមកដល់កន្លែងហ្នឹងប៉ុន្តែខ្ញុំមកចូលមើលអត់អស់ទេអ្នកទាំងអស់គ្នាដោយសារតែអាកាសធាតុរៀងក្តៅហើយណាមួយខ្ញុំមានកូនតូចដល់ពេលចឹងពិបាកដើរអេមីគាត់ឃើញដីឃើញអីចឹងគឺអត់ដើរទេហើយឲ្យពោរហូតដល់ពេលចឹងគឺហត់ណាដើរបានយូរទេហើយកន្លែងនេះគឺមានសត្វតូចហ្នឹងគឺមានតែមួយឯងមកត្រង់ហ្នឹងណាហើយដល់ពេលចឹងទៅអេមីហើយអេណាក៏ឈោមើលមកសន្ទុះធំដែរបន្ទាប់ពីមើលសត្វតូចហើយខ្ញុំត្រឡប់ទៅវិញហើយព្រោះអេមីក៏រៀងរោរឿងដោយសារតែក្តៅហើយហប់ហើយណាមួយគាត់បែកញើសហើយមុខខាំទៀតដល់ពេលចឹងគាត់យំទាទៅផ្ទះវិញហើយមុនដំបូងពេលអាវគ្រប់ក្រៅឲ្យគាត់ទេអ្នកទាំងអស់គ្នាហើយដល់ពេលក្តៅស្អុះពេកទៅគាត់ទាដោះអាវចេញដល់ពេលចឹងមុខខាំដៃពីកន្លែងទៅហើយដល់ពេលចឹងទៅគាត់រៀងរោរឿងហើយត្រឡប់មកផ្ទះវិញទៅកន្លែងនេះបើយើងមកលក្ខណៈមនុស្សធំគឺសប្បាយដែរព្រោះអីមានកន្លែងមើលច្រើនអញ្ចឹងណាហើយយើងអាចអង្គុយលេងរីឡែកអីបានតាមចិត្តប៉ុន្តែយើងមានកូនក្មេងអញ្ចឹងរៀងបាក់មកបន្តិចហើយមកកន្លែងនេះបើសិនជាខែល្ងាយើងមកគឺប្រហែលជាល្អជាងដោយសារអីវារៀងត្រជាក់វាអត់សូវក្តៅកន្លែងហ្នឹងវារៀងលហលហេវវាអត់មានដបូមានអីដល់ពេលយើងដើរក្នុងពេលក្តៅអញ្ចឹងទៅវារៀងហប់ខ្យល់ហើយក្តៅខ្លាំងហើយខ្ញុំដើរបដើមើលមុខបដើព្រោះវាក្តៅខ្លាំងពេកមុខឡើងក្រហមខ្លាចទៅជាប់មុខទេព្រោះអីមុននឹងមកលាបលេការពារកម្ដៅទាំងកូនទាំងម៉ែលាបឡើងក្រាស់ណានៃហើយព្រោះអីដឹងតែក្តៅបន្ទាប់ពីមើលសัตว์ហើយអញ្ចឹងបានត្រឡប់ទៅផ្ទះវិញហើយនៅតាមផ្លូវហ្នឹងគឺពួកខ្ញុំបានចូលញ៉ាំបញ្ឆៅនៅមុខអង្គរហើយបញ្ឆៅនៅមុខអង្គរហ្នឹងគឺថាគេចាក់ឡើងស្រួយហើយមើលប្រទេសគេឡើងធំប៉ុន្តែស្រួយល្អទុកមកសន្ទុះធំហើយក៏នៅតែស្រួយដែរវាអត់ទន់ទេហើយអេមីគាត់យកតែប្រទេសស្រួយញ៉ាំទេអាប្រទេសទន់ក៏អត់ញ៉ាំទេបញ្ឆៅហើយបើអេណាវិញគឺស្នូក្នុងគឺបោះចោលហើយសាច់ញ៉ាំតែសបកក្រៅហើយកន្លែងហ្នឹងគេមានលក់ទឹកដូងដែរហើយទឹកដូងត្រជាក់មកពីហត់ចឹងគឺថាអូយញ៉ាំទៅគឺឆ្ងាញ់មែនទេហើយឯណាមកស្រុកខ្មែរគឺញ៉ាំបានស្អីក៏ញ៉ាំបានដែរបើនិយាយទៅគឺថាមួយថ្ងៃវល់ល្ងាចគឺពោះតឹងមិនដែរស្រកទាន់ទេចាឯណាគាត់ញ៉ាំ